ai không ăn mà đã coi bây giờ tập bàn dù vui nhầm ảo tôi nhé rồi chật nè thật ốc thông hộ bằng vui nhầm សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបងស្រីរបស់ខ្ញុំគាត់មកធ្វើជាឆាបទៀតហើយអញ្ចឹងតោះទៅមើលរបៀបធ្វើរបស់គាត់ទាំងអស់គ្នាហើយជាដំបូងហ្នឹងគាត់បានធ្វើការប្រឡេះផ្លែចេកត្រាំជាមួយនឹងទឹកធម្មតាដើម្បីឲ្យវាអស់ជ័រអីអញ្ចឹងណាបងប្អូនបន្ទាប់ពីត្រាំជាមួយនឹងទឹកធម្មតាបានមួយសន្ទុះហើយយើងក៏បានធ្វើការចិតសបករបស់វាដែលផ្លែដែលយើងបានចិតហើយហ្នឹងមកត្រាំទឹកអំបិលបែបនេះទៅដើម្បីឲ្យវារឹងសាច់ចេករបស់យើងល្អដើម្បីស្រួលបំពងណាបងប្អូនបន្ទាប់ពីយើងបានត្រាំទឹកអំបិលនឹងរួចហើយយើងក៏បានស្រង់វាឲ្យស្រស់ទឹកចាំយកវាមកចិតដាក់នៅលើខ្ទះដែលខ្លាញ់ដែលយើងកំពុងតែក្តៅបើថាយើងចិត្តវាទុកហើយបានយកមកដាក់គឺវាជាប់គ្នាចឹងអត់ល្អទេតោះតែយើងចិត្តបែបហ្នឹងនៅពេលដែលខ្លាញ់របស់យើងក្តៅខ្លាំងហើយចាំយើងដាក់ចិត្តចូលទៅអញ្ចឹងទៅវាក្តៅល្អអត់មានជាប់ទេបងប្អូនហើយថ្ងៃហ្នឹងគឺមីងគាត់យកចេកចំអោយហើយនៅជួយទៀតផងគាត់យកចេកចំអោយហ្នឹងដោយសារតែគាត់ឧស្សាហ៍ឃើញបងស្រីខ្ញុំជួយចិត្តធ្វើអញ្ចឹងទៅគាត់យកមកឲ្យមួយស្ទងហ្មងទៅចាបងប្អូនមើលចេករបស់យើងពណ៌ឡើងល្អតែម្ដងហើយបងប្អូនចង់ធ្វើអាចធ្វើតាមនឹងបានចាបន្ទាប់ពីយើងស្រង់វាចេញហើយដាក់กระดาษជូតមកអញ្ចឹងហើយយកមកជូតអញ្ចឹងបានវាអស់ខ្លាញ់ល្អបើថាយើងយកមកចាក់ហើយទុកវាចោលអត់ជូតទេវាជប់ជូលក្នុងចេករបស់យើងតែបើយើងយកកំពុងតែក្តៅហើយយកមកដាក់ហើយយកกระดาษជូតមកយកធ្វើបែបហ្នឹងគឺវាអត់មានជប់ខ្លាញ់ទេហូបទៅក៏អត់សូវឈឺកដែរចាហើយនេះគឺជាវិធីធ្វើបែបគ្រួសារលក្ខណៈគ្រួសារផងខ្ញុំណាបងប្អូនចេះធ្វើណាក៏ធ្វើតាមបែបបងប្អូនទៅតែនេះពួកខ្ញុំតែងតែធ្វើបែបហ្នឹងហើយទុកបែបហ្នឹងទុកបានយូរទៀតផងហើយហូបទៅក៏វាអត់ឈឺកដែរដោយសារតែយើងជូតខ្លាញ់ជូតអីហើយអស់ហើយបើថាបងប្អូនចង់ទុកបានយូរវិញគឺរកកន្លណាស្អាតលាងវាស្អាតជួយដាក់បែបហ្នឹងទៅហើយខ្ញុំថ្ងៃហ្នឹងកន្លគឺអស់ដាក់អំពិលដាក់អីផងគឺនៅកន្លតែមួយនឹងឯងអញ្ចឹងទៅក៏ដាក់បានកន្លមួយនឹងឯងបងប្អូនហើយបើខ្ញុំវិញមិនបានជួយអីច្រើនទេបានទាំងអង្គុយមើលហើយនឹងថតហើយនឹងយកกระดาษជូតមាត់យកមកជូតខ្លាញ់ចេញនឹងឯងចាហើយនឹងហូបនឹងឯងបងប្អូនទម្រាំតែបងស្រីខ្ញុំធ្វើហើយខ្ញុំហូបប្រហែលជាអស់ច្រើនមែនតើហ្មងហើយពីផ្ទះហ្នឹងម្នាក់ឯងហើយមកផ្ទះយើងចិត្តផ្លែចេកបំពងបានតែ2ទៅ3ផ្លែទេអត់ដាក់បានច្រើនទេដាក់ច្រើនណាក៏វាអត់ឡើងក្រហមល្អដែរក៏អត់ស្រួយដែរយើងដាក់បានតែតិចទេអានេះគឺបងខ្ញុំធ្វើតែ3ស្និតទេដោយសារតែ3ស្និតហ្នឹងធ្វើឡើងដល់យប់បាត់ទៅហើយទៅគាត់ថាស្អែកអីចាំធ្វើបន្តទៀតអីអញ្ចឹងណាបងប្អូនចានេះរួចរាល់អស់ហើយក៏តិចដែរអីអញ្ចឹងណាបងប្អូនហើយកន្លមុនដែលខ្ញុំដាក់ហ្នឹងវាអត់តាន់ពេញខ្ញុំក៏មកបំពេញវាឲ្យពេញអញ្ចឹងទៅចា3ស្និតបានតែប៉ុណ្្នឹងឯងហើយតម្រាំតែបានប៉ុណ្្នឹងឡើងយូរបងប្អូនមិនមែនដាក់ឆ្នាំងខ្ទះធំមួយដូចគេវាទុយយកដាក់បាន2ទៅ3ផ្លែទេក្នុងមួយខ្ទះនោះចាឥឡូវយើងដាក់ពេញអីចឹងណាយើងគ្របវាឲ្យជិតល្អអីចឹងទៅហើយរបស់ដែលនៅសល់គឺខ្ញុំដាក់ចូលក្នុងថង់ហើយនៅពេលដែលបងប្អូនមានចេកចាស់ច្រើនអីចឹងយកមកធ្វើបែបហ្នឹងទៅព្រោះវាងាយស្រួលផងដែរហើយជាពិសេសដាក់តាមខ្លួនស្រួលបងប្អូនដែលទៅចំការអីដាក់តាមខ្លួនហូបទៅនៅពេលដែលយើងហត់ជប់សម្រាប់អីតែវាតិចទៅនិយាយវាថាអូជាតិមែនតែនហ្មងហើយបងប្អូនឃើញថាធ្វើច្រើនអញ្ចឹងអីតិចថាហូបអត់អស់ទៅតែមួយថ្ងៃពីរថ្ងៃហ្នឹងអស់ហើយដូចគេថាអញ្ចឹងពេលធ្វើយូរណាស់តែអារឿងហូបនេះមួយតែមួយផ្លែទេអស់ហើយនេះគឺដែលថាអត់មានធុងដាក់បងប្អូនអញ្ចឹងក៏យកមកចងដាក់ថង់អញ្ចឹងវាឲ្យចិត្តល្អអីអញ្ចឹងណាហើយមកដាក់មកជាន់ទៀតកុំឲ្យខ្យល់ទូលខ្យល់អីទៅកុំឲ្យវាលែងស្រួយបើថាយើងអត់ចង់វាឲ្យចិត្តទេវាលែងស្រួយជាងលែងឆ្ងាញ់ហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបើពេញចិត្តសូមកុំភ្លេច follow page របស់ខ្ញុំម្នាក់ផងដែរ